ចូលមកដល់ចំពោះវគ្គទី9ធានដាវក៏បានប្រាប់ផងដែរថាមើលទៅអាទី4នោះគេគ្រាន់តែចាប់ការចោលសេះតែប៉ុណ្ណោះប៉ុន្តែមេតបចៅនៅតែនិយាយដដែលបើសិនជាគេបានមើលទីក្រុងហើយពិតជាគ្រោះថ្នាក់កូនចៅរបស់លោកចៅក៏បានប្រកួតដាវរបស់គាត់ផងដែរយើងក៏បានឃើញថាអាយជៀនគ្រាន់តែឃើញអាទី4គឺចង់រត់បាត់ទៅហើយប៉ុន្តែគឺត្រូវបានធានដាវយើងចាប់ជាប់បាត់ទៅហើយសម្រាប់អាទី4របស់យើងវិញគឺគ្រាន់តែគិតអំពីពួកគេតែប៉ុណ្ណោះសម្រាប់មេតបចៅរបស់យើងវិញបញ្ចេញជាមួយនឹងដាវរបស់គាត់គឺពិតជាមានឥទ្ធិពលជាខ្លាំងសម្រាប់ទី4យើងគឺមិនបានវាយប្រហារទៅកាន់ពួកគេនោះទេគ្រាន់តែរត់គេចប៉ុន្តែពួកគេមានការភ្ញាក់ផ្អើលព្រោះថាទី4របស់យើងហ្នឹងគឺវាឈានទៅដល់នៅក្នុងអាណាចក្រទុកវេទនាយន់សិនប៉ុន្តែយើងបានឃើញថាមេតបចៅហ្នឹងគឺបានបញ្ចេញជាមួយនឹងអំណាចរបស់គាត់គឺខ្លាំងតែម្ដងក៏បានគប់ទៅកាន់ដាវរបស់គាត់វាយប្រហារទៅកាន់ចំពោះអាទី4របស់យើងប៉ុន្តែអំណាចកំពេកកំពកដូច្នោះអាចធ្វើអ្វីបានអាទី4គ្រាន់តែប្រើដៃរបស់គាត់តែម្ខាងតែប៉ុណ្ណោះគឺអាចបំផ្លាញជាមួយនឹងការវាយប្រហារមួយនោះបាត់ទៅហើយប៉ុន្តែអាទី4ក៏បានឃើញចំពោះធានដាវរបស់យើងផងដែរមើលទៅក៏ពិតទៅម្នាក់នោះគឺជាលោកគ្រូហើយអ្វីបើជាគាត់នៅទីនេះវិញឃើញចំពោះធានដាវហើយក៏បានលើកជង្គង់តែម្ដងចំពោះអាយជៀនគឺមានការឆ្ងល់ជាខ្លាំងសម្រាប់ធានដាវរបស់យើងបានដឹងហើយកូនសិស្សអញមិនឲ្យលើកជង្គង់យ៉ាងម៉េចដល់ទី4ក៏បានរត់ទៅរើចំពោះធានដាវរបស់យើងជឿទៅអានឹងគឺពិតជាពួកកាយគោរពតែម្ដងឥឡូវនេះពួកគេគ្រប់គ្នាបានដឹងហើយថានេះគឺជាអរិយធំជីធានដាវពួកគេម្នាក់ៗថ្មីសតទាំងអស់គ្នាតែម្ដងជីធានដាវក៏បានសួរទៅកាន់ទី4ហើយអ្វីមើលទៅនេះដោយសារតែគេមើលទៅនេះក៏ដើម្បីមករកចំពោះលោកគ្រូផងដែរមេតបចៅគឺអស់ពាក្យនិយាយបាត់ទៅហើយព្រោះថាកៀងជាខ្លាំងជាពិសេសហ្នឹងអាយឈានតែម្ដងអញហើយក៏ពិតទៅនៅជាមួយនឹងអរិយធំតាំងពីយូរនិយាយទៅពួកគេទាំងអស់នេះគឺសិតតែសថ្មីតែម្ដងនិយាយឡើងតដាត់តតាន់តនិនស្ដាប់គ្នាគ្មានបានមួយម៉ាត់នោះទេយ៉ាងណាក៏ដោយធានដាវក៏បានសួរទៅកាន់ទី4តើអ្នកបានធ្វើអ្វីខុសឬអត់អាទី4ក៏បានប្រាប់តែម្ដងទៅខ្លួនអត់បានធ្វើអ្វីទេដល់ថ្នាក់ស្បត់ទៀតផងនិយាយទៅខ្លួនគ្រាន់តែជួយសង្គ្រោះពួកគេឲ្យចាប់ការទៅកាន់ចោលសេះតែប៉ុណ្ណោះប៉ុន្តែមើលទៅមនុស្សមួយចំនួនដូចជាមិនជឿទេថាពួកអរិយទាំងអស់នេះបែរជាមកធ្វើអំពើល្អទៅវិញប៉ុន្តែយ៉ាងណាក៏ដោយទី4គឺនិយាយភាពស្មោះត្រង់តែម្ដងធានដាវរបស់យើងប្រាប់ថាអើយមិនអីនោះទេយ៉ាងណាក៏ដោយសង្ឃឹមថាឯងមិនបង្កបញ្ហាទៅចោះហើយក៏បាននិយាយទៅកាន់មេតបចាងឥឡូវនេះអ្នកគិតយ៉ាងណាដែរព្រោះថាកូនសិស្សរបស់ខ្ញុំគឺមិនបានធ្វើអ្វីនោះទេប៉ុន្តែយើងបានឃើញជាមួយនឹងកងទ័ពរបស់លោកចាងរបស់យើងហ្នឹងគឺនៅតែចង់ប្រយុទ្ធប្រឆាំងដល់ដៃនិយាយទៅគឺពិតជាផ្កើនដោយសារតែដូច្នោះហើយអាទី4នឹងបដៅទៅកាន់ពួកគេបន្តិចតែម្ដងវាយទៅកាន់ពួកគេលើតែសំឡេងតែប៉ុណ្ណោះសម្រាប់អាយជៀនវិញគឺចង់រត់ចាចេញពីទីនេះប៉ុន្តែត្រូវបានធានដាវរបស់យើងបានចាប់គេជាប់បាត់ទៅហើយអាប្អូនតែចង់ទៅណាវិញយ៉ាងណាក៏ដោយមើលទៅលេខនេះអាយជៀនរបស់យើងគឺពិតជាមានការភ័យជាខ្លាំងយ៉ាងណាក៏ដោយធានដាវរបស់យើងគឺបាននិយាយជាមួយវាហើយខ្ញុំគឺជាមនុស្សដែលគោរពតាមពាក្យសន្យាបន្ទាប់ពីអ្នកបានសុំកិច្ចអ្វីមួយឲ្យខ្ញុំហើយច្បាស់ថាខ្ញុំគឺនឹងប្រគល់ចំពោះវត្ថុនោះឲ្យទៅកាន់អ្នកប៉ុន្តែយ៉ាងណាក៏ដោយវាគឺមានអារម្មណ៍ថាភ័យខ្លាចអ្នកលេងខូចទេប៉ុន្តែយ៉ាងណាក៏ដោយមូលហេតុគឺឯងបានសួរអញផងដូច្នោះអានឹងឲ្យមានពាក្យអីវិចារគឺត្រូវតបទៅវិញនោះទេសម្រាប់អាទី4ក៏បានឃើញជាមួយនឹងសញ្ញាអំពើអាធ្មប់យីងអើក៏បានប្រាប់ផងដែរថាបងស្រីទី5គឺត្រូវបានគេភ្ជាប់ជាមួយនឹងអំពើមួយនោះសំណាងឲ្យដែលលោកគ្រូបានមកជួយទាន់បើមិនដូច្នោះទេវាពិតជាពិបាកធានដាវក៏បានកោះហៅជាមួយនឹងសត្វសេះគាត់មួយទៀតបានធ្វើឲ្យអាយជៀនមានការភ្ញាក់ផ្អើលព្រោះថាមើលទៅគាត់ពិតជាស័ក្តិសមខ្លាចជាអរិយធមលេខ1មែនដែលគាត់មានជាមួយនឹងសត្វនៅក្នុងរឿងព្រេងនិទានដល់2ក្បាលដោយសត្វនោះគឺធានដាវឲ្យចំពោះទី4នាំទី5ទៅវិញដើម្បីឃុំឃាំងឲ្យពិចារណាកំហុសរបស់គេពួកគេទាំងពីរនាក់នេះក៏បានចាកចេញទៅបាត់ទៅឥឡូវនេះនៅសល់តែ3នាក់ហ្នឹងនោះទេមើលទៅពួកគេក៏ចាប់ផ្ដើមនិយាយគ្នាបន្តដោយធានដាវរបស់យើងក៏បានដើរពីអត្តសញ្ញាណរបស់បែអាយជានឹងផងដែរព្រោះថាគេម្នាក់នេះគេមិនមែនជាមនុស្សសាមញ្ញនោះទេអាហ្នឹងវាគឺពិតជាមនុស្សឆ្លាតដូច្នោះហើយយើងក៏ត្រូវតែប្រុងប្រយ័ត្នជាមួយនឹងវាផងដែរដោយធានដាវរបស់យើងប្រតិកម្មចំពោះបែអាយជាអ្នកគួរតែនិយាយការពិតមកតើអ្នកគឺបានមើលពីវិជ្ជាមិនដែរឬទេប៉ុន្តែអាយជាក៏ចង់ដឹងហេតុផលផងដែរធានដាវរបស់យើងក៏បាននិយាយហេតុផលតាមម្ដងទៅអំពីព័ត៌មានសូម្បីតែអ្នកនៅក្នុងវាំងក៏អ្នកបានដឹងនិយាយទៅធានដាវរបស់យើងរៀបរាប់ប្រាប់ពីចំណុចដែលគាត់បានដឹងទាំងអស់តែម្ដងប៉ុន្តែយើងសូមនិយាយទេយីងអើក៏បានសរសើរចំពោះធានដាវគឺពិតជាពូកែមែនប៉ុន្តែអាយជៀនបានប្រាប់ថាអ្នកនិយាយត្រូវ50តែ
ប៉ុណ្ណោះព្រោះថាខ្ញុំគឺបានចាយចេញពីវាងហើយព្រោះថានៅទីនោះវាគឺពិតជាគ្រោះថ្នាក់យ៉ាងណាក៏ដោយខ្ញុំក៏មានមិត្តភក្តិខ្លះនៅក្នុងវាងផងដែរដោយធានដែររបស់យើងក៏បានយល់ស្របជាមួយនឹងហេតុផលរបស់វាដោយការពិតទៅវាមិនចូលចិត្តនៅក្នុងវាងនោះទេខ្លួនគឺចូលចិត្តនៅពិភពលោកខាងក្រៅខ្លួនចូលទៅក្នុងវាំងគឺគ្រាន់តែទៅផឹកស្រាបន្តិចបន្តួចជាមួយនឹងមិត្តភក្តិរបស់គេតែប៉ុណ្ណោះបន្ទាប់ពីបាននិយាយនឹងប្រាប់ហេតុផលទៅកាន់ចំពោះធានដែររបស់យើងរួចហើយគេគ្រាន់តែចង់លុបជាមួយនឹងកិច្ចសន្យាដែលចង់ធ្វើជាថ្មីក្នុងទៅជារបស់ធានដែររបស់យើងប៉ុន្តែធានដែររបស់យើងគឺមិនយល់ស្របនោះទេហើយសារមើលហើយគួរតែដឹងឲ្យថាអញខ្លាំងប៉ុណ្ណាយ៉ាងណាក៏ដោយអញក៏បានប្រកល់ជាមួយនឹងដាវឯងផងដែរតាមពាក្យសន្យាព្រោះថាអាប៉ែឯងជានឹងចូលចិត្តដាវដូច្នោះចាំបងប្រកល់ឲ្យវាគឺតាមពាក្យសន្យារបស់ខ្ញុំមិនចូលចិត្តកុហកគេនោះទេបន្ទាប់ពីទទួលបានហើយឯងជាគឺមានការសប្បាយចិត្តជាខ្លាំងហើយចំពោះធានដែរបានប្រាប់ថាអ្នកគ្រាន់តែស៊ើបការទៅចំពោះរឿងផ្ទាល់ខ្លួនរបស់អ្នកខ្ញុំមិនខ្វល់នោះទេប៉ុន្តែត្រូវតែចាំឲ្យច្បាស់ហានធ្វើអ្វីក៏ដោយកុំឲ្យពាក់ព័ន្ធជាមួយនឹងវិមានមូធានឬក៏អាចហៅថាកម្ពុជាភ្នំជីនទីនបន្តមកក៏បានចាស់ចេញពីទីនេះអាយជាបានត្រឹមតែគិតនៅក្នុងចិត្តមើលទៅគាត់គឺពិតជាបានស្ទួខ្ញុំអ្វីច្រើនឡើយនៅក្នុងរាជវាំងគាត់គឺពិតជាល្អមែនទែនយ៉ាងណាក៏ដោយខ្ញុំក៏មិនទាន់អាចប្រាប់គាត់បានច្រើនផងដែរសម្រាប់ធានដែររបស់យើងគឺកំពុងតែជាជាមួយនឹងយីងអឺជីវរាកិតបារាប៉ុន្តែយ៉ាងណាក៏ដោយយីងអឺក៏នៅតែបារម្ភគាត់ថាបើតាំងខ្ញុំមើលទៅអាយជានឹងដូចជាមិនចង់ទុកចិត្តសិស្សលោកគ្រូអើយរឿងនេះចំពោះធានដែររបស់យើងពិតជាដឹងប៉ុន្តែអ្នកកុំខ្វល់អីដោយខ្ញុំមានផែនការផ្ទាល់ខ្លួនបាត់ទៅហើយក៏បានលួចគិតទៅសើចំពោះយីងអឺនៅក្នុងចិត្តឥឡូវនេះក្មេងស្រីបែបនេះធំហើយនាងគឺចេះគិតហើយចំណែករឿងរបស់យើងក៏បានកាប់បង្ហាញចំពោះកន្លែងរឿងភ្នំខ្លាគឺជាកន្លែងទី8និងទី7ដោយពួកគេទាំងពីរណាកំពុងតែនិយាយអំពីរឿងដែលកើតឡើងនៅកន្លែងទីអាសនៈព្រោះថាជាមួយនឹងព្រះសង្ឃជាច្រើនគឺត្រូវបានស្លាប់តែម្ដងលេចឡើងជាមួយនឹងបរិមអ្នកដែលអាចកំបាំងនិយាយទៅបានសម្លាប់ជាមួយនឹងព្រះសង្ឃទាំងអស់នោះតែម្ដងជាមួយនឹងអំណាចរបស់គាត់គឺពិតជាអាចារ្យពួកគេក៏មិនបានដឹងថាពីណាគេផងដែរគឺជាអ្នកទៅជួយសង្គ្រោះចំពោះសាយូគឺជាទី5របស់យើងនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយជាមួយនឹងគ្នាកូនចៅរបស់ទី7ក៏បានចេញមកក៏បានរាយការណ៍អំពីរឿងមួយចំនួនដែលគេបានដឹងទី7ក៏ឲ្យចំពោះកូនចៅរបស់គេនិយាយមកគេក៏បានប្រាប់ជាមួយរឿងហេតុការណ៍ជាច្រើនតែម្ដងនៅកន្លែងទីអាសនៈបន្ទាប់មកក៏បាននិយាយអំពីអាមួយណាទេគឺបានចាចេញអំពីការវហាត់របស់គេដោយវាមានឈ្មោះថារ៉ែនពូពីងបន្ទាប់ពីបានលើចំពោះប៉ែនោះហើយគឺចាប់ផ្ដើមមានការចាប់អាវហើយក៏បានប្រើកូនចៅរបស់គេឲ្យទៅស៊ើបអង្កេតបន្តកូនចៅរបស់គេក៏បានយល់ព្រមអ្នកដែលមានឈ្មោះថារ៉ែនបូពីងនឹងគឺមិនមែនជាមនុស្សធម្មតានោះទេដោយគេគឺជាមេបណៃនិកាយមូសានអ្នកគ្នាប្រហែលដឹងហើយគឺជានិកាយអារ្យគេក៏បានប្រើយើងផងដែរចំពោះទាំងអស់នោះក៏មានអ្នកខ្លាំង3នាក់ផងដែរដែលកំពុងតែវឹកហាត់នៅក្នុងភាពអាកោដូចជាដាខុងកុងយានជាមួយអតីតប្រធាននិកាយធានជៀនឡៅស៊ីខុងជាមួយនឹងឆាងជៀនក៏សិតតែជាម្ចាស់នៃខុងជឺពួកគេគឺសិតតែវឹកហាត់នៅក្នុងភាពឯកោប៉ុន្តែរ៉ែនបូពេញគឺបានចាយចេញពីភាពឯកោដឹងថាគេនឹងទៅសងសើចចំពោះនិកាយឲ្យច្រឡំគឺចំពោះកម្ពុជាភ្នំចិនទិនដែរឬទេហើយគាត់ក៏ឆ្ងល់ចំពោះអាទី8តែហ្នឹងគឺកំពុងតែគិតអ្វីអាទី8កំពុងតែមានការសង្ស័យតែអាចទៅថាអ្នកដែលទៅសង្គ្រោះចំពោះសាយូហ្នឹងគឺជាកូនចៅរបស់លោកគ្រូប៉ុន្តែរឿងត្រង់នេះអាទី7ក៏អាចយល់ស្របផងដែរមើលទៅតាមអ្វីដែលអ្នកនិយាយក៏មិនខុសនោះទេប្រហែលអាចថាលោកគ្រូគឺបានទទួលយកជាមួយនឹងអ្នកផ្សេងទៀតមកធ្វើជាអ្នកក្រៅបង្គាប់ដើម្បីពិនិត្យជាមួយនឹងកម្លាំងអំណាចរបស់គាត់ឬដូច្នោះហើយអាទី8ក៏បានបបួលចំពោះអាទី7ចូលទៅកាន់ចំពោះកម្ពុជាភ្នំចិនទីនទៅវិញបានធ្វើឲ្យចំពោះអាទី7សម្លឹងមុខតែម្ដងការបង្ហាញចំពោះកម្ពុជាភ្នំចិនទីនរបស់យើងវិញដោយចំពោះធានដែរក៏កំពុងតែមើលទៅការចំពោះប្រព័ន្ធសឹមដោយឥឡូវនេះគាត់មានបន្ទុប្រហែល 5000 បាតទៅហើយយ៉ាងណាក៏ដោយគាត់បានដឹងថាកម្ពុជាភ្នំចិនទីនរបស់គាត់គឺបានមានសុវត្ថិភាពឥឡូវនេះគាត់គួរតែអាប់ក្រេតជាមួយកម្លាំងរបស់គាត់ជាពិសេសជាមួយនឹងរូបរាងកាយរបស់គាត់ក៏កាន់តែខ្លាំងផងដែរអ្នកនរគ្នាអាចមើលបានគាត់អាប់ជាមួយនឹងវាគឺកាន់តែខ្លាំងជាងមុនដោយធានដែររបស់យើងអាប់ក្រេតហ្នឹងគឺជាមួយនឹងរូបរាងកាយព្រះធម៌របស់គេនិយាយទៅអាប់ក្រេតហ្នឹងគឺពិតជាលយមែនតើដែលគាត់គឺបានចំណាយជាមួយនឹងសន្លឹកការរបស់គាត់អស់4សន្លឹកឯណោះ
និយាយទៅបន្ទាប់ពីបានអាប់កែរួចហើយរាងកាយឬក៏កម្លាំងរបស់ធានដាវរបស់យើងគឺខ្លាំងជាងមុនជាពិសេសនឹងអំណាចរបស់គាត់អ្វីដែលធ្វើឲ្យចំពោះធានដាវរបស់យើងភ្ជាប់អាហ្នឹងគឺជាមួយនឹងពិធីសាស្ត្រវឹកហាត់របស់គាត់តែម្ដងនិយាយទៅគឺវាមានការរីកចម្រើនខ្លាំងជាងមុនគាត់ក៏បានទម្លុះកម្រិតរបស់គាត់ផងដែរដូចជានៅក្នុងអាណាចក្រសមុទ្រព្រំមិនដឹងដែរឃើញក្តារអញ្ចឹងហើយចំណែករឿងរបស់យើងការបង្ហាញចំពោះខាងនេះវិញដែលគឺជាកន្លែងដាក់ឃុំចំពោះសាយូហើយចំពោះសាយូក៏បានឃើញចំពោះធីនស៊ីងផងដែរអ្នកគ្នាតិចភ្លេចធីនស៊ីងរបស់យើងគឺជាអាទី6តែខ្ញុំហៅចំពោះលេខទៅវាស្រួលងាយចាំនាងក៏បានដឹងផងដែរថាអាទី6ឥឡូវនេះការដាំដុះរបស់នាងគឺត្រូវបានបំផ្លាញបាត់ទៅហើយចំពោះអាទី4ក៏បានប្រាប់ផងដែរអ្នកសំណាងឲ្យអាទី5សំណាងឲ្យដែលលោកគ្រូបានដាក់តូនអ្នកខ្លាំងដោយចំពោះអាទី6ចំពោះអាទី5គឺពិតជាបានដឹងយើងក៏បានឃើញថាអាទី6ក៏បានភ្ញាក់អំពីការគេងនាងផងដែរប៉ុន្តែមើលទៅទឹកមុខរបស់នាងគឺរឿងស្លេកស្លាំងជាពិសេសអាទី6ក៏បានយកអំពីអំពើអាធ្មប់ដែលគឺជាសញ្ញាវ័យមួយជាប់លើក្បាលចំពោះអាទី5នាងក៏បានចាប់ផ្ដើមសោយទៅម្ដងអូមើលតែឥឡូវនេះវាគឺដល់វេនអ្នកហើយមែនទេសាយូបន្តិចទៀតមិនដឹងថានឹងខ្លាចជាវេនណាគេម្ដងទៀតនោះទេប៉ុន្តែអាទី5បានប្រាប់ថាអាទី6មើលទៅអ្នកគឺនៅតែចងគំនុំទៅកាន់លោកគ្រូដដែលទោះបីជាអាទី4ខំបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយនាងគឺនៅតែនិយាយដដែលអញ្ចឹងនាងប្រហែលគឺគិតមិនទាន់យល់នោះទេប៉ុន្តែអាទី4ក៏បានដឹងអំពីអ្វីមួយជាមួយនឹងចំហាយធម្មពលដែលបានចេញមកដូច្នោះក៏បានចាចេញពីទីនោះបាត់ទៅដោយបានឃើញជាមួយធម្មពលដែលបានបាញ់ឡើងទៅលើមេឃដោយចំពោះអាទី4បានគិតថាប្រហែលមានជាមួយនឹងចោលគឺបាញ់ឡើងមកកំពូលភ្នំជាទីនហើយដូច្នោះខ្លួនគឺត្រូវតែទៅមើលកន្លែងវាមានមូធានចង់ដឹងថាពីណាគេហើយអ្វីក៏ហ៊ានមកចូលចំពោះកំពូលភ្នំជាទីនរបស់ខ្ញុំសម្រាប់អាពីរអ្នកនេះគ្រាន់តែឃើញចំពោះអាទី4ក៏ចង់ស្រែកហៅប៉ុន្តែអាទី4មិនខ្វល់នោះទេអាពីរអ្នកហ្នឹងគឺពិតជាឆ្ងល់តាមមកដល់ចំពោះកន្លែងវិមានមូធានវិញអាទី4កំពុងតែឆ្ងល់ចំជាមួយនឹងអំណាចធម្មពលហ្នឹងទៅណាបាទទៅហើយជីងអើក៏បានប្រាប់ថាហើយគ្មានទេទោះបីជាលោកបងខំរឹមអីក៏រឹមមិនឃើញផងដែរអាទី4ក៏ឆ្ងល់ផងដែរចំមិនក៏រត់ឃើញអញ្ចឹងហើយក៏បានសួរទៅកាន់ជីងអើតើឥឡូវនេះលោកគ្រូនៅទីណាជីងអើក៏បានប្រាប់ថាលោកគ្រូគឺកំពុងតែនៅវឹកហាត់ទីនោះប៉ុន្តែលោកគ្រូប្រាប់ថាកុំឲ្យទៅរំខានគាត់អាទី4គឺបានប្រាប់ថាកុំមាត់បងទៅសិបការខ្លាចថាសត្រូវគឺបានលួចទៅកន្លែងលោកគ្រូអញ្ចឹងហើយអូនឯងកុំមាត់ណាក៏បានស្ទុះយ៉ាងលឿនទៅទីនោះលើបតែម្ដងហើយក៏បានលួចមើលថាចង់ដឹងថាចំពោះលោកគ្រូគឺកំពុងតែធ្វើអ្វីប៉ុន្តែយើងបានឃើញចំពោះធានដាគឺកំពុងតែវឹកហាត់ជាមួយនឹងពិធីសាស្ត្ររបស់គាត់បង្កើតជាមួយនឹងសត្វឬក៏សម្លេងសត្វជាច្រើននៅជុំវិញគាត់តែម្ដងគាត់ក៏បានកើតនៅក្នុងចិត្តបន្ទាប់ពីខ្ញុំបានទម្លុះកម្រិតមកកម្លាំងរបស់ខ្ញុំគឺកាន់តែខ្លាំងជាពិសេសជាមួយនឹងពិធីសាស្ត្រទម្លុះជាមួយនឹងជីពចររបស់គាត់និយាយទៅការទម្លុះជីពចរហ្នឹងគឺវាមាន18ដំណាក់កាលហើយខ្ញុំអត់សូវដឹងច្បាស់ទេបើសិនជាអ្នកណាគេដែលធ្លាប់អានម៉ាំងកាឬក៏អីផ្សេងទៀតដឹងច្បាស់អាចប្រាប់ខ្ញុំបានតែយើងចូលរឿងយើងបន្តទៅហើយអារម្មណ៍របស់គេក៏មានអារម្មណ៍ថាបើជាធូរសាស្វាយកម្លាំងគឺកាន់តែមាំមួនខ្ញុំក៏មានអារម្មណ៍ថាវ័យក្មេងជាងមុនផងដែរជាពិសេសជាមួយនឹងការរៀនសិភៅឋានសួគ៌ការយល់ដឹងរបស់ខ្ញុំគឺកាន់តែខ្លាំងសម្រាប់អាទី4គឺនៅតែប្រឌិតមើលដដែលលោកហើយក៏ចំតិតយ៉ាងនេះខំប្រឹងមើលក៏បានលឺជាមួយនឹងសម្លេងរបស់ធានដាវរបស់យើងក្រហើមគ្រាន់តែការក្រហើមសម្លេងសោះបានធ្វើឲ្យអាទី4ខ្ទាតប៉ោងយ៉ាងខ្លាំងតែម្ដងដល់ថ្នាក់គេមិនអាចទប់ជាប់នោះទេទោះបីជាគេឈាននៅក្នុងអាណាចក្រនៃទុក្ខវេទនាយន់សិនក៏ដោយហើយគេក៏បានសុំទោសទៅកាន់ចំពោះលោកគ្រូតែម្ដងដោយសារតែគេបារម្ភពីលោកគ្រូតែប៉ុណ្ណោះសម្រាប់ធានដាវក៏មានការផ្ចាប់ផ្អើលផងដែរលោកអើយគ្រាន់តែឡើងជាមួយកម្រិតភ្លាមគ្រាន់តែការបញ្ចេញសម្លេងរបស់ខ្ញុំតែបន្តិចសោះដល់ថ្នាក់គេស្ថិតនៅក្នុងអាណាចក្រទុក្ខវេទនាយន់សិនក៏អាចទប់បានសូម្បីតែទី4ក៏មានការផ្ចាប់ផ្អើលផងដែរអំណាចរបស់លោកគ្រូគ្រាន់តែការបញ្ចេញសម្លេងគឺពិតជាខ្លាំងធានដាវរបស់យើងក៏បានចាចេញអំពីកន្លែងវឹកហាត់របស់គេបន្ទាប់មកក៏បាននិយាយទៅកាន់ចំពោះទី4មើលទៅការសម្ដែងរបស់ឯងពិតជាល្អដូច្នោះឆាប់ទៅកន្លែងរួមព្រមតកកឆាប់ដាក់ទោសនៅទីនោះរយៈពេល3ថ្ងៃពិចារណាកំហុសរបស់ឯងអាទី4ក៏បានយល់ព្រមដូច្នោះខ្លួននឹងទៅទីនោះតែម្ដងតែអ្វីដែលចំពោះលោកគ្រូនិយាយសម្រាប់ធានដែរមានការឆ្ងល់ជាខ្លាំងចំដាក់ទោសប៉ុណ្ណឹងឯងអត់ទទួលបានបន្ទូចទៀតចាំមើលលើក្រៃដាក់ទោសវាឲ្យខ្លាំងតែម្ដង
ហើយយើងក៏បានឃើញចំពោះអាទី4ហើយនិងអាទី5របស់យើងក៏នៅក្បែរគ្នាផងដែរព្រោះថាឥឡូវនេះគេមកពិចារណាកំហុសរបស់គេជាមួយនឹងគ្នាប៉ុន្តែបងសុំទោសផងណាអាទី6ដោយសារតែបងយកមកគឺដើម្បីដណ្ដប់តែម្នាក់ឯងតែប៉ុណ្ណោះអាទី5គឺពិតជាយល់ប៉ុន្តែយ៉ាងណាក៏ដោយនាងគឺនៅតែបារម្ភអំពីធីនស៊ីងគឺជាអាទី6ម្ដងថានាងនឹងគិតត្រឹមត្រូវទេឬទេឬក៏នាងនៅតែគិតខុសចំពោះលោកគ្រូជាពិសេសជាមួយនឹងរូបរាងកាយរបស់នាងមិនដឹងថានឹងអាចត្រឹមត្រូវនៅក្នុងកន្លែងភាពត្រជាក់មួយនេះបានអត់ឬទេនាងខ្លាចថាចំពោះអាទី6នឹងអាចស្លាប់បានឃើញដូច្នោះហើយអាទី4ក៏បានទៅមើលក៏បានដឹងថាជាមួយនឹងរូបរាងកាយរបស់អាទី6គឺចាប់ផ្ដើមប្លែកបាត់ហើយសក់របស់នាងក៏កាន់តែសជាមួយស្បែករបស់នាងសដូចជាក្របពេជ្រអញ្ចឹងមើលទៅនេះគឺជាស្ថានភាពអ្វីឲ្យប្រកាសថានាងអាចស្លាប់ដែរឬទេឃើញដូច្នោះហើយអាទី5គឺមានការភ្ញាក់ផ្អើលក៏ចង់ឲ្យអាទី4សុំលោកគ្រូឲ្យមកជួយរឿងនេះចំពោះអាទី4គឺគេនឹងទៅសុំលោកគ្រូដូច្នោះហើយសង្ឃឹមថាអ្នកនឹងមើលថែចំពោះអាទី6ព្រោះថាបាននៅតែបន្តបាយនេះទៀតគឺកាន់តែគ្រោះថ្នាក់ខ្លួនគឺគ្រាន់តែបថុយប្រឋានតែប៉ុណ្ណោះមិនដឹងថាលោកគ្រូព្រមជួយឬអត់នោះទេហើយក៏បានចាស់ចេញពីទីនេះតែម្ដងការបង្ហាញចំពោះធានដាវរបស់យើងវិញនៅពេលនោះអាទី4ក៏បានមកអង្វរមកកាន់ចំពោះធានដាវគឺដើម្បីឲ្យទៅជួយសង្គ្រោះចំពោះអាទី6ព្រោះថាឥឡូវនេះគឺពិតជាគ្រោះថ្នាក់ដល់អាយុជីវិតប៉ុន្តែនៅក្នុងចិត្តគេក៏មានការភ័យខ្លាចផងដែរសង្ឃឹមថាលោកគ្រូនឹងជួយទោះបីជាដាក់ទោសគេក៏ដោយប៉ុន្តែមើលទៅលោកគ្រូដូចជានៅស្ងៀមអញ្ចឹងតោះនេះគ្រាន់តែការគិតរបស់គេតែប៉ុណ្ណោះសម្រាប់ធានដាវរបស់យើងក៏បានប្រតិកម្មចំពោះអាទី4កុំនិយាយច្រើនពេកឆាប់មកជាមួយនឹងខ្ញុំមើលកម្មដល់ចំពោះកន្លែងព្រមព្រំកន្លែងដាក់ឃុំចំពោះអាទី5និងអាទី6ហើយចំពោះអាទី4ប្រាប់ចំពោះក្មេងសិស្សទាំងអស់នោះឆាប់ចូលមកជាមួយខ្ញុំពី3នាក់មកសម្រាប់ធានដាវក៏បានចូលទៅកាន់ទីនោះជាពិសេសហ្នឹងគាត់ក៏បានទៅមើលទៅកាន់ចំពោះអាទី6ដោយបានឃើញថានាងគឺពិតជាប្រែប្រួលជាខ្លាំងដោយគេក៏បានដឹងផាត់ទៅហើយអំពីរឿងនេះមុននឹងពេលដែលគេបានជួបជាមួយនឹងអាទី6លើកដំបូងមើលទៅគឺកាន់តែមានការសង្ស័យហើយក៏ចង់ដឹងអំពីប្រភពរបស់អាទី6ផងដែរប៉ុន្តែភាពស្មោះត្រង់គឺមានត្រឹមតែ40%តែប៉ុណ្ណោះជាមួយនឹងព័ត៌មានរបស់អាទី6នឹងធានដាវរបស់យើងគឺមិនបានចាំនោះទេព្រោះថាវាគឺបានបាត់ជាមួយនឹងការចងចាំសំខាន់មួយចំនួនប៉ុន្តែលើនេះខ្ញុំគួរតែដោះស្រាយចំពោះវិបត្តិមួយនេះសិនបើទុកនៅតែបន្តទៀតទៅវាអាចនឹងប៉ះពាល់ចំពោះអាយុជីវិតដែលទី4ក៏បានសួរទៅកាន់ធានដាវលោកគ្រូតើអ្នកអាចជួយចំពោះគេបានឬអត់ធានដាវរបស់យើងគឺមិនបាននិយាយច្រើននោះទេគ្រាន់តែប្រាប់ពួកគេឲ្យយកចំពោះអាទី6ចាចេញពីទីនេះហើយក៏បានប្រាប់ទៅកាន់ចំពោះអាទី5ជាមួយនឹងអំពើអាប់ធ្មត់របស់អ្នកនឹងចាំខ្ញុំជួយដោះស្រាយប៉ុន្តែឥឡូវនេះពិធីសាស្ត្រនេះគឺមិនទាន់ធ្វើឥឡូវនោះទេព្រោះថាក៏ចង់ឲ្យអ្នកពិចារណាកំហុសផងដែរអាទី5ក៏បានយល់ព្រមព្រោះថាខ្លួនគឺពិតជាធ្វើខុសជាខ្លាំងធានដាវអត់និយាយច្រើនទេក៏បានដើរចាចេញពីទីនេះបាត់ទៅបន្ទាប់ពីចាចេញបានគិតក្នុងចិត្តហួយអញមិនទៅជួយនោះទេភាគរយធ្លាក់ទៀតចងាប់សល់តែ30%ឲ្យជួយមិនកើតមួយសន្ទុះក្រោយមកយើងក៏បានឃើញថាទី4ហើយជាមួយនឹងអ្នកផ្សេងទៀតក៏បានមកដល់ទីនេះក៏ចង់សួររឿងរ៉ាវដែលកើតឡើងអាទី4ក៏បានប្រាប់តែម្ដងទៅមើលទៅវាគឺប្រហែលតាក់ទងជាមួយនឹងកន្លែងដូធានជៀនឬក៏យូឡុងគ្រាន់តែលើកន្លែងនោះហើយផានចុងគឺមានការភ្ញាក់ផ្អើលព្រោះថានៅទីនោះគឺជាកន្លែងមនុស្សពិភពក្រៅដែលពួកគេបានមកប៉ុន្តែចំពោះរឿងអ្វីផ្សេងទៀតពួកគេមិនសូវដឹងនោះទេប៉ុន្តែពួកគេនិយាយច្រើនពេកយើងក៏បានឃើញផងដែរថាសម្លេងរបស់ធានដាវក៏បានប្រតិកម្មពួកគេឲ្យឈប់និយាយបន្ទាប់មកក៏បានដាក់ទោសពួកគេឲ្យទៅពិចារណាកំហុសរយៈពេល3ថ្ងៃអាពីរអ្នកហ្នឹងក៏បានយល់ព្រមការបង្ហាញចំពោះអាទី6វិញដោយធានដាវក៏បានដឹងផងដែរថាបន្តពីការដាំដុះរបស់អាទី6គឺបានលុបចោលទៅមើលទៅជាមួយនឹងស្ថានភាពរបស់នាងគឺពិតជាធ្ងន់មែនទែនប៉ុន្តែយ៉ាងណាក៏ដោយធានស៊ីងក៏បានងើបពីការសន្លប់បន្តពីបានឃើញធានដាវហើយនាងក៏មានការភ្ញាក់ផ្អើលប៉ុន្តែនាងក៏នៅតែនិយាយអំពីរឿងហេតុការណ៍ឡើងដែលនៅកន្លែងដូធានជាងឬក៏យូឡុងនឹងហើយប៉ុន្តែបន្តពីនាងតែងតែនិយាយជាមួយនឹងរឿងនោះស្រាប់តែនាងក៏ចាប់ផ្ដើមជាមួយនឹងភាពស្អប់កើតឡើងតែម្ដងបានធ្វើឲ្យចំពោះធានដាវរបស់យើងក៏មានការឆ្ងល់ជាខ្លាំងតែនៅពេលនោះគឺមានរឿងអ្វីកើតឡើងប៉ុន្តែខ្ញុំគ្រាន់តែដឹងអំពីរឿងមួយចំនួនតែប៉ុណ្ណោះពីក្នុងចិត្តរបស់នាងមើលទៅខ្ញុំគួរតែនិយាយអំពីរឿងអ្វីខ្លះគឺដើម្បីជួយដោះស្រាយនៅក្នុងចិត្តរបស់នាងដោយធានដាវរបស់យើងបាននិយាយថាតាអ្នកគឺនៅតែគិតអំពីកន្លែងដូធានជាងយូឡុងនឹងមិនដែរឬទេមើលទៅតាអ្នកបានឃើញថាខ្ញុំគឺធ្វើវាដោយពិតប្រាកដឬអត់នាងបានប្រាប់ថាមែនប៉ុន្តែធានដាវក៏បាននិយាយបន្តអូមែនខ្ញុំគឺជាមនុស្សអាក្រក់ហើយអ្វីខ្ញុំគឺត្រូវតែលាក់បាំងនាងគ្រាន់តែលើដូច្នោះគឺចាប់ផ្ដើមឲ្យនាងមានការសង្ស័យបាទទៅហើយតើគាត់គឺបែរទីនិយាយមានសមហេតុផលដោយធានដាវបានប្រាប់ថាអ្នកគួរតែដឹងឲ្យថាខ្ញុំឥឡូវនេះគឺពីមុនគឺ
គឺជាមនុស្សឬក៏អរិយលេខ1ហើយអ្វីគឺខ្ញុំត្រូវតែធ្វើរឿងអាក្រក់ហើយលាក់បាំងទោះបីជាខ្ញុំអាក្រក់មែនប៉ុន្តែខ្ញុំស្អប់ណាស់មនុស្សដែលលើកឬក៏បន្លំធ្វើជាខ្ញុំហើយចេះជាមិនទឹកកខ្វក់ដាក់ខ្ញុំចំពោះរឿងនេះខ្ញុំសង្ឃឹមថាអ្នកពិចារណាឲ្យត្រឹមត្រូវធានសិងយើងក៏បានឃើញចំពោះភាពស្មោះត្រង់និងក៏ទទួលបានជាមួយបន្ទុក100ផងដែរទទួលបានអំពីធានសិងកម្មដល់ខាងនេះវិញដោយធានដាវក៏បានប្រាថ្នាចំពោះជីងឲ្យទៅយកកដាវអ្វីមួយដើម្បីសរសេរសម្បត្តិផ្ញើឲ្យទៅកាន់ចំពោះអបេអាយជាក៏បានយល់ព្រមធានដាវគឺចង់ឲ្យចំពោះអបេអាយជានឹងស៊ើបអង្កេតអំពីកន្លែងដោយធានទៀនយូឡុងថានៅទីនោះគឺមានរឿងអ្វីកើតឡើងបន្តពីជីងរបស់យើងទៅសេចប់ហើយក៏បានទាត់ចំពោះសត្វនងសាទៅតែម្ដងក៏បង្ហាញរយៈពេលប្រហែលមួយថ្ងៃទៀតទៅចានិយាយសិនទៅដោយធានដាវរបស់យើងគឺកំពុងនៅពើទៅកាន់ប្រព័ន្ធរបស់គាត់បន្ទាប់ឥឡូវសល់200អ្នកចាប់អីអ្នកទ្រង់ប្រឹងថាអាប់ក្រេតប៉ុន្តែពិតជាយ៉ាងไรហើយចាប់50បន្ទូសិនក៏លើបានអ្វីមួយបន្តពីគាត់បានចាប់ទៅគាត់ក៏ទទួលបានជាមួយនឹងសន្លកាតការចាប់ឃុំឃាំងប៉ុន្តែការចាប់ឃុំឃាំងហ្នឹងមិនដឹងថាវាគឺជាសន្លកាតអ្វីនោះទេគាត់ក៏ឆ្ងល់ផងដែរមកว่าសន្លកាតហ្នឹងគេប្រើដើម្បីធ្វើអ្វីនោះកំពុងតែអង្គុយគិតសោកហ្នឹងស្នាប់តែមើលទៅកាន់ដាវរបស់គាត់ចុំកន្លែងនោះដូចជាកន្លែងអញវាប្រហាបាក់មុននៃខ្ញុំមិនសុកបាក់ខ្ញុំគួរតែសាម្ដងទៀតដោយជាមួយនឹងស្លែមគាត់ខ្មៅរបស់គាត់រាប់ទៅកាន់ដាវនោះមួយទំហឹងមនុស្សចាស់តែម្ដងចុះម៉ែមិនអត់មានអីចឹងប៉ុន្តែមួយសន្ទុះក្រោយមកដាវមនុស្សក៏បានប្រេះបែកតែម្ដងឥឡូវនេះគាត់បានដឹងថាស្លែមខ្មៅរបស់គាត់នឹងគឺមិនធម្មតានោះទេវាគឺពិតជាអាចារ្យបន្ទាប់មកគាត់ក៏បានទៅកន្លែងបន្ទប់សម្ងាត់ដែរដើម្បីទៅមើលជាមួយនឹងអាវុធរបស់គាត់ថាមានអ្វីទេទុកឲ្យចំពោះបែអាយជៀនស្រាប់តែគាត់បានចាប់អារម្មណ៍ជាមួយនឹងអាវុធមួយដែលមានទម្ងន់ទៅដល់100គីឡូនោះគឺជាលំពេងនេះព្រោះថាជាមួយនឹងអំណាចរបស់វាគឺពិតជាខ្លាំងតែម្ដងប៉ុន្តែមានអារម្មណ៍ថាធ្វើបន្តិចវៃហើយចំពោះរឿងឲ្យដែរថាឲ្យដាចំពោះបែអាយជាតិនឹងចាំគិតពេលក្រោយតែហើយឥឡូវនេះគ្រាន់តែចង់គេងសម្រាប់យកកម្លាំងសិនមួយសន្ទុះក្រោយមើលទៀតមកយីងរបស់យើងក៏បានប្រាំពីសម្បត្តិដែលគេទទួលបានពីបែអាយជាងនិយាយអំពីដែលកើតឡើងនៅកន្លែងភូមិយូឡុងគឺជាភូមិកំណើតរបស់អាទី6បានប្រាប់ថាមើលទៅនៅទីនោះត្រូវបានគេសម្លាប់ដោយរង្គៀដែលអ្វីដែលជាប់ពាក់ព័ន្ធជនទី1ជាងគេនោះគឺជាធានដាវរបស់យើងប៉ុន្តែនេះបើតាអ្វីដែលគាត់សង្កេតទៀតវាអាចតែជាមួយនឹងមេតូសេសដែលគាត់មានឈ្មោះថាសុយវិនប៉ុន្តែយ៉ាងណាក៏ដោយមើលទៅនេះប្រគ្រាន់តែជាការកែប្រែតែប៉ុណ្ណោះជាពិសេសគេក៏បានយកអំពីទស្សនៈរបស់គាត់ផងដែរអ្វីដែលចុងក្រោយបំផុតនោះគឺកុំភ្លេចឲ្យដៅមកខ្ញុំផងដែរហើយបន្តពីលើដូច្នោះហើយអាបកាញ់នេះគិតតែដែរយ៉ាងណាក៏ដោយគាត់ក៏បានទៅសារអំពីទេពកោសល្យនៃការស៊ើបអង្កេតរបស់បែអាយជៀនពិតជាទទួលបានជាមួយនឹងព័ត៌មានដ៏ល្អមែនទែនប៉ុន្តែធានដាវក៏បានឲ្យយីងថាចំពោះទី4ដែលខ្លួនមានចំពោះភារកិច្ចអ្វីមួយសម្រាប់ទី4ក៏បានមកដល់ក៏សួរទៅកាន់លោកគ្រូតែមានភារកិច្ចអ្វីភារកិច្ចដែលធានដាវយើងប្រកបឲ្យចំពោះទី4ស៊ើបអង្កេតចំពោះបរិមម្នាក់ដែលគាត់មានឈ្មោះថាសុយវិនព្រោះថាខ្ញុំចង់ដឹងពីទស្សនៈរបស់គេដូច្នោះអ្នកត្រូវតែទៅស៊ើបដោយលើដូច្នោះហើយចំពោះគេគឺពិតជាយល់ព្រមដោយគេនឹងស៊ើបអង្កេតចំពោះរឿងនេះឲ្យអ្វីដែលគេអាចធ្វើទៅបានហើយគេក៏បានចាកចេញពីទីនេះទាំងក្តីរំភើបការពិតទៅអាទី4របស់យើងនឹងគេចង់ចាកចេញពីកំពូលភ្នំយូរហើយដើម្បីដើរលេងប៉ុន្តែយើងបានប្រាប់ថាលោកគ្រូគឺនៅសល់กระดาษមួយទៀតការពិតទៅនោះគ្រាន់តែឈ្មោះคล้ายៗតែប៉ុណ្ណោះហើយឈ្មោះរបស់គេពិតគឺលេងលូហើយគេក៏បានដឹងផងដែរថាលោកគ្រូគឺពិតជាស្គាល់គេច្បាស់តែពេលនោះ300ឆ្នាំមុនក៏ជាមនុស្សអាក្រក់ដែលជាប់បញ្ជីលេខ1ផងដែរអ្វីដែលគេនិយាយនោះសង្ឃឹមថាគាត់គឺពិតជាដឹងសម្រាប់ធានដាវរបស់យើងគឺបានដឹងបាត់ទៅហើយ300ឆ្នាំមុនលេងលូគឺជាគាត់មិនដែរឬទេយីងគឺពិតជាឆ្ងល់តើគឺជាបណ្ណាគេវិញអ្វីដែលតាមការចង់ចាត់របស់ធានដាវរបស់យើងដឹងការពិតទៅនៅពេលនោះអ្នកដែលជាប់បញ្ជីលេខ1មុនគេនោះគឺជាមិនមែនជាធានដាវរបស់យើងនោះទេគឺជាអាប៉ែលេងលូថាសមត្ថភាពរបស់អបែនឹងគឺមិនអាចមើលស្រាលបានឡើយមិនដឹងថាទី4យ៉ាងម៉េចយ៉ាងម៉ាទេអើយបើទៅទីនោះវាពិតជាគ្រោះថ្នាក់ចំពោះនៅពេលនោះធានដាវក៏ធ្លាប់ប្រយុទ្ធជាមួយនឹងអបែនឹងផងដែរប៉ុន្តែធានដាវមិនទាន់អាចប្រយុទ្ធឈ្នះវាបាននោះទេដោយសារតែធានដាវមិនទាន់ឈានដល់ចំណុចកំពូលរបស់គេប៉ុន្តែបន្តពីធានដាវឈានដល់ចំណុចកំពូលរបស់គេខ្លាចជាអ្នកជាប់បញ្ជីលេខ1នៅក្នុងបញ្ជីខ្មៅស្រាប់តែលេងលូក៏ចាប់ផ្ដើមបាត់ខ្លួនមិនដឹងថាគេបានបាត់ទៅណានោះទេប៉ុន្តែបើតាំងអាយុកាលនឹងលេងលូនឹងគឺប្អូនចំពោះធានដាវ200ឆ្នាំឯណោះប៉ុន្តែសមត្ថភាពរបស់គេពិតជាអាចារ្យរហូតមកដល់300ឆ្នាំនេះមិនដឹងថាជាមួយនឹងអាណាចក្ររបស់គេនឹងខ្លាំងប៉ុណ្ណាឬទេជាពិសេសជាមួយនឹងអាណាចក្រមានស្លឹក6សន្លឹកឬក៏អាចថាលើសនឹងទៅទៀតប៉ុន្តែគាត់ក៏មានការបារម្ភផងដែរខ្លាចថាទី4នឹងត្រូវស្ពៃរបស់ប៉ែម្នាក់នឹងយីងក៏ចាប់ផ្ដើមសរសេរសម្បត្តិផ្ញើទៅកាន់ចំពោះអាទី4ព្រោះថាមើលតែប្រែនឹងពិតជាមានគ្រោះថ្នាក់ក៏សួរយោបល់អំពីធានដាវតើចង់ឲ្យចំពោះសិស្សច្បងទី4ត្រឡប់មកវិញឬអត់ធានដាវប្រាប់ថាមិនអីនោះទេជាមួយ
នៅសមត្ថភាពរបស់អាទី4គឺអាចគេចផុតបាននិយាយទៅក៏បានដឹងផងដែរថាសមត្ថភាពនៃការរួចគេចរបស់អាទី4ហ្នឹងគឺពិតជាអស្ចារ្យសូម្បីតែខ្លួនហ្នឹងក៏ពិបាកនឹងថាដេញចាប់វាផងដែរប៉ុន្តែដោយសារតែអាទី4នឹងមានការភ័យខ្លាចចំពោះខ្លួនពេកចឹងហើយអាចងាយស្រួលគេសង្កត់វាចំណែកទី4យើងវិញកំពុងតែស៊ីការ៉េមធ្វើអំភើយតែម្ដងប៉ុន្តែធានដានៅតែកាត់អំពីលែងលូព្រោះថាសមត្ថភាពរបស់គេរយៈពេល300ឆ្នាំកន្លងផុតទៅមិនដឹងថាអាណាចារ្យជាមួយនឹងសัญลักษณ์មាសរបស់គេនិយាយចំទៅគឺរូបរាងកាយព្រះធម៌អញ្ចឹងទៅណាឬក៏គេអាចឈានទៅដល់សัญลักษณ์6ឬក៏7ឬក៏8អាចថាលើសនឹងក៏បានផងដែរព្រោះថាសមត្ថភាពអបិហ្នឹងមិនធម្មតាឡើយ